Ok, số đây ở bóng ổnទាំងអស់គ្នាអញ្ចឹងថ្ងៃនេះគឺយើងនឹងជួបគ្នានៅមេរៀនបន្តទៀតអូខេអញ្ចឹងថ្ងៃនេះគឺខ្ញុំនឹងបន្តបន្តិចតទៅនៅអ្វីដែលយើងបានខ្វះខាតនៅក្នុងវីដេអូមេរៀនមុនដែលក្នុងនេះខ្ញុំបានថែមតកតងទៅក្នុងនេះគឺខ្ញុំឆែកតកតងនឹង token នេះបន្តិចបើមិនអញ្ចឹងទេគឺ error កន្លែងនេះតើ error កន្លែងនេះគឺវាចូលវាស្រួល error កន្លែងនេះមូលហេតុតែ error កន្លែង split នេះគឺដោយសារតែ token មានថាវាថាអញ្ចឹងនៅពេលយើង request អីចឹងទៅវានឹងចូលមកកាន់ filter មួយហ្នឹងអញ្ចឹង filter មួយហ្នឹងគឺវានឹងឆែកតាក់ទងទៅនឹង split តាក់ទងទៅនឹងគេហៅថា token មួយហ្នឹងអញ្ចឹងណាហើយ token ហ្នឹងគឺវា error អញ្ចឹងមិន error គឺវា null វា value គឺវា null ណាគឺអញ្ចឹងបានអញ្ចឹងឥឡូវខ្ញុំធ្វើការ print token ឲ្យមើល hello token ok តោះ start restart បន្តិចអូខេឥឡូវយើងចូលមកកាន់ switcher ហើយយើងឬក៏ទៀតឲ្យដាក់ថា local host ចឹងទៅយើងខល request មកអញ្ចឹងហើយយើងមើលក្នុង console របស់យើងតើមានអីគេអូខេអញ្ចឹងបងប្អូនឃើញ wow return now ច្រើនមែនខ្ញុំសូម clear ខ្ញុំរំដងទៀតមើលមានតែមួយតែមិនឃើញ return now ច្រើនមែនបែបអញ្ចឹងយើងឃើញ hello token អញ្ចឹងយើងឃើញថា null value អញ្ចឹងមានថា filter នេះគឺវាដើររហូតអត់ចេះថាឈប់ទេយើង request ទៅ endpoint មួយណាអីមួយណាគឺវាដើររហូតដោយសារយើងបាន add វានៅក្នុង Spring Security Filter អូខេអញ្ចឹងវាដើររហូតអញ្ចឹងកន្លែងនេះបើសិនជាខ្ញុំអត់ឆែកតាក់តនឹង token មិនស្មើ null ទេគឺវាប្រកាសជា execute នៅអាកូដចាប់របស់យើងគឺត្រឹមនេះយកហ្មងអញ្ចឹងតាក់តនឹងការ execute តាក់តនឹងកូដរបស់យើងគឺ token នៅក្នុង Java យើងនឹងស្រាប់ថាបើសិនជា value នឹង null ហើយគឺយើងមិនអាចធ្វើអីទេគឺ error យកហ្មងអាហ្នឹងបានអញ្ចឹងវាអត់ដូចភាសាផ្សេងទេភាសាផ្សេងគឺងាយស្រួលសម្រាប់ Java គឺអត់ទេអញ្ចឹង Java ក៏យើងត្រូវឆែកមែនតើតាក់ទងនឹង null ឬមិន null ហ្នឹងគឺត្រូវដឹងមែនតើថា value ហ្នឹងអាច null ពេលណាមិនអាច null ពេលណាគឺយើងត្រូវច្បាស់មួយវាបើសិនជាយើងអត់ច្បាស់ទេគឺ error អីអាហ្នឹងបានអញ្ចឹងអូខេអញ្ចឹងយើងគ្រាន់ឆែកថាបើសិនជា token មិនស្មើ null ទេចាំយើងធ្វើការរៀបចំតាក់ទងនឹង authentication អញ្ចឹងទៅតែបើសិនជា token វាស្មើ null អញ្ចឹងយើងធ្វើការធម្មតាយើងអត់ធ្វើអីទេអូខេហើយអានេះគ្រាន់ជាការ print មកខ្ញុំទេសម្រាប់error អីចឹងណាប៉ុន្តែឥឡូវក្នុងកូដកន្លែង try scope នេះគឺវាអត់មាន error អីទេអញ្ចឹងក្នុងនេះក៏វាអត់មានឃើញ error អីដែរអូខេខ្ញុំខំ print មើលលេងទេព្រោះសារខ្ញុំចង់ដឹង error ពីអីអញ្ចឹងខ្ញុំជា print ក្នុងហ្នឹងហើយប៉ុន្តែតាក់ទងនឹង error ទាំងប្រមាណគឺខ្ញុំបាន fix អស់ហើយក្នុងវីដេអូក្នុងមិញហ្នឹងគឺខ្ញុំមកឆែកមើលគឺខ្ញុំ fix អស់ហើយតាក់ទង error អីហ្នឹងអូខេហើយអ្វីដែលខ្ញុំចង់សម្គាល់ធ្ងន់មួយទៀតគឺកន្លែងតាក់ទងទៅនឹង exception មួយនេះខ្ញុំគិតថាយើងគួរតែបង្កើត class មួយទៀតដើម្បីធ្វើការ extend ពីអាហ្នឹងព្រោះអានេះដូចជាក៏ប៉ុន្តែជា interface ទេហើយយើងត្រូវការ implement ចេញពី interface មួយហ្នឹងដើម្បីបង្កើតជា class មួយហើយយក class មកបោះក្នុងនេះហ្មងទៅអូខេអញ្ចឹងខ្ញុំធ្វើការបង្កើត exception មួយទៅនៅក្នុង infrastructure ហើយដូចជានេះហ៎ខ្ញុំគិតថានេះវាល្អដែរតែឥឡូវខ្ញុំសូមបង្កើតថ្មីមួយទៀតចុះ right click new java class ខ្ញុំដាក់ឈ្មោះថា auth10 ដាក់ថា auth exception ហ្មងឬក៏មិនដាក់ auth exception ហ្មងទៅ exception អូខេហើយ auth exception គឺខ្ញុំធ្វើការ implement ចេញពី authentication exception មួយណាទេណោះដូចជាមួយនេះគឺ org.springframework.security.core អូខេហើយនេះជាស្អីអានេះជា class តើជា abstract class អញ្ចឹងយើងធ្វើការ extend តោះមកយើងធ្វើការបង្កើត constructor ខ្ញុំធ្វើការបង្កើតអានេះជាមួយបានហើយអូខេគឺបានថាគឺយើងធ្វើការ pass តម្លៃ message ចូលក្នុងហ្នឹងទៅគឺវាដើរហើយអានឹងបានអញ្ចឹងយកនេះទៅប្រើជំនួសវិញ
ចំនួនរបស់យើងទៅណាបាត់ហើយ filter yeah this is filter yes okay ប៉ុណ្ណឹងទៅគឺចប់ខ្ញុំអត់ចង់ប្រើពាក្យ abstract ខ្លះព្រោះមិញដូចជាយើងប្រើពាក្យ abstract ខ្លះតែយើងអាច initialize បានហើយមិញខ្ញុំអត់តន់យល់ដែរយើងអាចបែកទៅមើលតិចបានមើលទៅមិញជា abstract ខ្លះមែនបងប្អូនណា abstract ខ្លះប៉ុន្តែយើងអាច initialize បានហេប៉ុន្តែគាត់ថាត្រូវដាក់ scope នេះទៀតមិញខ្ញុំនៅអត់ដែលឃើញអញ្ចឹងតែមិនឃើញដែរប៉ុន្តែឥឡូវអត់អីទេខ្ញុំធ្វើការបង្កើតខ្លះមួយដើម្បីធ្វើការ extend ចេញពី abstract ខ្លះមួយហ្នឹងអូខេបាទអញ្ចឹងណាអូខេអញ្ចឹងតើតោះ filter គឺយើងមានប៉ុណ្ណឹងអត់មានច្រើនទេខ្ញុំបានកែប៉ុណ្ណឹងដើម្បីសម្រួលឲ្យល្អបន្ថែមទៀតកុំឲ្យវាមានបញ្ហា error កើតឡើងអូខេអញ្ចឹងចំណុចបន្ទាប់អ្វីដែលខ្ញុំចង់នាំបងប្អូនទៅមើលគឺតកតងទៅនឹងuser auth detail service ដែលតកតងនៅក្នុងនេះគឺខ្ញុំបានធ្វើការកែប្រែកូដមួយចំនួនដែលខ្ញុំលែងប្រើប្រាស់ tuple ហើយគឺខ្ញុំបានធ្វើការបង្កើតនៅ class មួយដែលខ្ញុំអាចនិយាយបានថាខ្លះគឺជាប្រភេទគេហៅថាជា projection ដែល projection គឺខ្ញុំបានបង្រៀនបងប្អូនហើយដែរណា projection គឺតកតងទៅនឹងយើងបង្កើតជា interface ឬក៏ជា class ឬក៏ជា record ដើម្បីតំណាងឲ្យពាក្យមួយអញ្ចឹងទៅមិនពាក្យមួយគឺមានថាឧទាហរណ៍ថាអញ្ចឹងវាថាដូចក្នុងកូដរបស់យើងនេះឃើញអត់ខ្ញុំ select ខ្ញុំចង់ select គឺខ្ញុំចង់ select តាក់ទង username តាក់ទងនឹង password តាក់ទងនឹង enable អ្វីផ្សេងទៀតគឺខ្ញុំអត់ចង់យកមកប្រើការទេអូខេគឺខ្ញុំអត់ select ទាំងអស់ទេ select តែមួយអញ្ចឹង projection គឺជាអ្នកដើរតួនាទីប្រភេទអញ្ចឹងខ្ញុំគ្រាន់តែបង្កើតនៅ record មួយឈ្មោះថា user auth details projection ហើយក្នុងនេះគឺខ្ញុំប្រើប្រាស់ជាrecord គឺ class record ដែល class record គឺវាមានភាពខុសគ្នាពី class ធម្មតាត្រង់ថា class record គឺវាអត់មានវាអត់សូវមានជា boilerplate code ច្រើនទេតាក់ទងនឹង hash code equal to string getter setter គឺវានឹងធ្វើការ generate ឲ្យយើង automatic តែម្ដងដល់យើងមិនចាំបាច់ទៅប្រើប្រាស់ lombok អីទេអាហ្នឹងគឺ Java record អូខេហើយមួយវិញទៀតតាក់ទងនឹង Java record គឺវាមិនអាចយកមានថាដូចជាវាអត់ឲ្យណាគេ extend តវាតទៀតទេគឺវាជាអ្នកចុងក្រោយគេអីអាហ្នឹង Java record ហើយ yeah ខ្ញុំឃើញថាវា simple ហើយវា lightweight វាល្អជាងclass ធម្មតាដែល class ធម្មតាគឺវាយើងអាចប្រើបានលុះត្រាតែយើងអាចមិនថាលុះត្រាយគឺ class ធម្មតាហ្នឹងគឺយើងប្រើបានទូទៅគ្រាន់តែវាមើលទៅវាធំវាស្មុគស្មាញជាងអាច record ណា Java record គឺវាមានភាពងាយស្រួលជាងអញ្ចឹងកន្លែងខ្លះខ្ញុំត្រូវការតិចតួចខ្ញុំប្រើប្រាស់ Java record តែខ្ញុំអត់ប្រើប្រាស់ Java class ទេអូខេអាហ្នឹងបែបអញ្ចឹងក្នុងចំណុចនេះគឺខ្ញុំធ្វើការប្រើប្រាស់ Java record ហើយតាក់ទងនេះយើងចង់ដាក់ណាមុនក៏បានដែរព្រោះនេះគឺជាគេហៅថាគឺជា constructor parameter របស់ Java record អូខេហើយយើងឥឡូវដាក់ username មុនគេបន្តមក password បន្តមក boolean អញ្ចឹងទៅអូខេអញ្ចឹងដល់ពេលខ្ញុំបង្កើតហើយនៅក្នុង user auth details service គឺខ្ញុំគ្រាន់តែដាក់ជា return type នៃ optional នៃ user auth details projection មួយហ្នឹងបន្តមកគឺខ្ញុំនិយាយទៅគឺខ្ញុំធ្វើការបង្កើត query សម្រាប់ user auth detail projection នឹងតែម្ដងអូខេហើយអ្វីៗគឺដដែលតែអត់មានថ្មីទេដូចគ្នានេះខ្ញុំដាក់ time ដល់មកហ្នឹងនេះដល់មកអាហ្នឹងវិញអូខេប៉ុណ្ណឹងអូខេនិយាយរួមទៅគឺបើសិនជាយើងអាចថាឈ្មោះនៃឈ្មោះ field នេះឈ្មោះ field នៅក្នុងនេះវាមានភាពគេហៅថាខុសគ្នាពីអ្វីយើងបាន select ជា alias នេះអាហ្នឹងខ្ញុំគិតថាបងប្អូនអាចនឹងធ្វើការកែប្រែបន្ថែមប៉ុន្តែដោយសារឥឡូវនេះគឺឈ្មោះទាំងឈ្មោះ alias ទាំងអីនេះគឺខ្ញុំដាក់ដូចគ្នាទាំងអស់ឃើញទេ username password enable អញ្ចឹងឈ្មោះខ្ញុំគឺអត់មានខុសគ្នាទេគឺ alias និង field នៅក្នុង Java record ហ្នឹងគឺអត់មានខុសគ្នាទេអញ្ចឹង it's okay គឺយើងអាចធ្វើការយកទៅប្រើបានដល់យើងមិនចាំបាច់ធ្វើការ configure អីញ៉ៃច្រើនបន្តទៀតអូខេនេះអញ្ចឹងណា
ចឹងដល់ពេលខ្ញុំធ្វើប៉ុណ្ណឹងគឺខ្ញុំបានហើយកន្លែងនេះហើយខ្ញុំធ្វើការ get អានេះហើយ OL null ចឹងបើថានេះគឺអាច null បើសិនជា value អត់មានគឺវានឹង null បានន័យថាបើសិនជាការ pass value មកវា search ទៅក្នុង database របស់យើងអត់ឃើញ username វិញនឹងទេគឺវានឹងដាក់តម្លៃគឺជា null ហើយកន្លែងនេះគឺខ្ញុំធ្វើការឆែកទៅថាបើសិនជា user នេះមិនស្មើ null ទេគឺខ្ញុំឲ្យធ្វើការ return នៅ user old detail របស់យើងហ្នឹងតែបើសិនជាអត់ទេគឺ return null អូខេហ្នឹងបែបអញ្ចឹងដល់ពេល return null គឺយើងដឹងនេះព្រោះ function នេះគឺយើងជាអ្នកយកទៅប្រើគឺ get authentication នេះអញ្ចឹងវាដំបូងគឺវាធ្វើការ load username គឺ function មួយនេះអញ្ចឹងបើសិនជា value null គឺវា return null ទៅគឺមានថា context holder security របស់យើងគឺ null value គឺអត់មាន authentication អត់មានព័ត៌មានតាក់ទងទៅនឹង authentication ទេហើយតាក់ទងនឹងក៏ដើរដែរវាដាក់អានេះដើរ load តែ user detail គឺវាអត់ស្មើ null អានឹងបានអញ្ចឹងហើយសួរថា user old detail យើងបានដោយសារអីគេព្រោះនេះយើង pass user ហ្នឹងហើយ user data type គឺជា user old detail projection គឺខ្ញុំបានធ្វើការបដូរហើយខ្ញុំក៏បានធ្វើការ convert ពី user detail user old detail ដែលជា class ធម្មតាទៅជា record ដូចគ្នាដែលខ្ញុំធ្វើការ pass អានេះជា constructor នៅមាន parameter ហើយតាក់ទង user ហ្នឹងកាលមុនយើងដាក់ support អត់ឥឡូវគឺខ្ញុំនឹងធ្វើការដាក់ជា user old detail projection វិញអូខេបាទអញ្ចឹងហើយខាងក្រោមនេះគឺជា function implement ធម្មតាអត់មានអីជាបញ្ហាទេហើយ return ធម្មតាអញ្ចឹងទៅហើយឃើញទេតាក់ទងទៅនឹង field មួយគឺយើងគ្រាន់ដាក់ enable ហើយវងកញ្ចក់អញ្ចឹងទៅគឺបានហើយអាហ្នឹងគឺជា getter របស់ Java record ណាព្រោះនេះគឺជា Java record ណានេះអញ្ចឹងវាជា getter របស់ Java record ឃើញទេអូខេប៉ុណ្ណឹងខ្ញុំគិតថាប៉ុណ្ណឹងខ្ញុំក្នុងវីដេអូនេះព្រោះដោយសារខ្ញុំអត់មានទៅដូរអីវែងឆ្ងាយច្រើនផងណាអញ្ចឹងខ្ញុំអាចធ្វើការរំដងទៀតដើម្បីបញ្ជាក់ថាអ្វីដែលខ្ញុំកំពុងតែបញ្ចូលនេះគឺវា stable គឺវា match នៅអ្វីដែលយើងចង់បានឥឡូវអូខេអញ្ចឹងយើងធ្វើការចូលមកនេះយើងដាក់ /api doc ហើយយើងចូលមក login ខ្ញុំមកកុកមួយ @spring.com ហើយ password អីគេអូខេ execute អូខេជោគជ័យហើយយើង token របស់យើងគឺកុកមួយយើងធ្វើការ execute អូខេ fetch me successfully អូខេបាទអញ្ចឹងគឺថាជោគជ័យឯងតែបើសិនជាtoken របស់យើងខុសឧទាហរណ៍កុកលេខ2ចុះអញ្ចឹងវានឹងចេញ full authentication is required to access the resource អូខេបាទអញ្ចឹងអូខេអញ្ចឹងអានេះគឺដើរហើយអ្វីគឺអូខេអស់ហើយណាហើយបងប្អូនមានចម្ងល់កន្លែងណាអាចធ្វើការសាកសួរខ្ញុំបន្ថែមបានខែលោខ្ញុំបញ្ចូលទៅវាខ្វះខាតកន្លែងណាមួយអញ្ចឹងណាអូខេព្រោះខ្ញុំមិនទៅល្អឥតខ្ចោះអីទេអញ្ចឹងបងប្អូនអាចធ្វើការសួរខ្ញុំបន្ថែមបានដើម្បីទទួលបានចំណេះដឹងបន្ថែមទៀតអីចឹងទៅអូខេហ្នឹងហើយអញ្ចឹងយើងបន្តទៅមុខទៀតយើងចូលតាក់ទងទៅនឹង old survey implement ដែលខ្ញុំធ្វើការបានធ្វើការ print នេះប៉ុន្តែកន្លែងនេះខ្ញុំសុំមើលសិនតើខ្ញុំអាច print បានទាំងអស់អត់នៅរាល់ព័ត៌មានខ្ញុំបាន set នៅក្នុង user detail ណាព្រោះ print បានទាំងអស់វាលយខ្ញុំអាចធ្វើការអញ្ចឹងអានេះគឺមានថាខ្ញុំធ្វើការ cast ទៀតណាបងប្អូនខ្ញុំធ្វើការ casting ទៀតចាអញ្ចឹង user old detail ស្មើ user old detail ស្មើនឹងចេះcasting ហើយជាស្រ័យច្រឡំចេះ casting ដូចជាអញ្ចឹងខ្ញុំគិតថាអញ្ចឹងដើរដើរដាក់អញ្ចឹងតើមកខ្ញុំធ្វើការ print តាក់ទងទៅនឹងusername មើលតើវាត្រូវអត់ព្រោះយើងត្រូវការ cast វាអញ្ចឹងព្រោះដោយសារអានេះគឺវា return ជា object
ប៉ុន្តែមិនបាច់ភ័យថាវា cast អាចនឹង error អីគឺអត់អាចទេព្រោះសារតែ value ដែលយើងបោះមកគឺយើងបោះដោយយើង return មកគឺយើង return អីណាយើង return អានឹងមកហ្មងអញ្ចឹងវាអត់មានបញ្ហាតាក់ទងនឹង error តាក់ទងនឹង casting អីទេអូខេនិយាយរួមទៅក្នុង Java អត់សូវមានបញ្ហា error casting បើសិនជាយើងដឹងថាអានឹងវាអាចនឹង cast អត់ error ព្រោះដោយសារវាជាប់សាច់ឈាមគ្នាខ្ញុំតែនិយាយពាក្យថាវាជាប់សាច់ឈាមគ្នាអញ្ចឹងដល់ពេលវាជាប់សាច់ឈាមគ្នាគឺមិនងាយមានបញ្ហា error កើតឡើងទេអូខេចឹងឥឡូវខ្ញុំសុំដូរ token សិនខ្ញុំដាក់កុកលេខ1វិញ execute អូខេដើរវិញហើយមិនចុះទៅខ្ញុំអូមិញខ្ញុំថាទាញតាក់ទងនឹង username តែមិនចុះទាញ password ចឹង bro oh my god អញ្ចឹងអូខេខ្ញុំម្ដងទៀតចឹងឃើញនឹងកុកលេខ1អូខេត្រូវហើយអញ្ចឹងអ្វីខ្ញុំធ្វើបន្តទៀតក្នុងចំណុចនេះគឺយើងនឹងធ្វើការទៅទាញអញ្ចឹងឥឡូវសូមសរសេរ step ទៅនេះទី1យើងធ្វើការone get the authentication information from security contact holder អូខេបន្តមក number 2 casting the authentication casting the user authenticator មកទៅអូខេទី3នេះគឺយើងធ្វើការ fetching ទៅកាន់ database ណា fetching full information user information in DB okay from DB អូខេប៉ុន្តែកន្លែងនេះក៏ពិតយើងអាចធ្វើការយក username ទៅ search យកទៅអីបានប៉ុន្តែខ្ញុំអត់សូវជាចង់ប្រើប្រាស់ username ទេខ្ញុំចង់ប្រើប្រាស់ ID អូខេអញ្ចឹងបើសិនជាយើងចង់បាន ID ព្រោះអត់សារឥឡូវអត់មាន ID ទេបងប្អូនណាបញ្ជាក់ហើយអត់មាន ID ទេឃើញអត់មានតែ get តាក់ទង username get password get authorities អូខេចឹងបើសិនជាយើងចង់បានតាក់ទងនឹង ID តើតែយើងធ្វើការចូលមកកាន់ user detail បន្ទាប់មកគឺយើងធ្វើការបង្កើតនៅ function មួយនៅក្នុងហ្នឹងខ្ញុំដាក់ថា long get ID អូខេហើយបន្តមកហើយដោយសារតែតទៅនឹង user projection នេះគឺយើងត្រូវការថែម ID មួយទៀតបងប្អូនណាខ្ញុំអាចនឹងថែមនៅនេះមកទៅ ID ចឹងទៅនេះប៉ុណ្ណឹងហើយដើម្បីអាចក្នុងនេះដើម្បីមាន ID មកប្រើក៏យើងត្រូវការចូលទៅកាន់កន្លែងដែលយើងសរសេរនេះយើងត្រូវការថែម ID គ្នាព្រោះត្រូវការ get ID ដូចគ្នាចឹង alias គឺ ID បែបអញ្ចឹងអូខេចឹងឥឡូវខ្ញុំចូលមកនៅនេះខ្ញុំសូម print មើលសិនថា ID ខ្ញុំទាញមកត្រូវអត់ចឹងខ្ញុំធ្វើការ execute ខ្ញុំធ្វើការ run ម្ដងទៀតហើយខ្ញុំសូមបើក navigate បន្តិចចឹងខ្ញុំធ្វើការចុចនេះបន្តិចសិនអូខេចឹងយើងឃើញថា ID គឺលេខ5 Hello Authentication គឺលេខ5ណាអូខេចឹងចង់ដឹងថាវាត្រូវឬក៏អត់យើងចូលមកនេះ database មួយនេះហើយមើល ID លេខ5គឺអូខេពិតជាត្រឹមត្រូវនេះឃើញអត់ត្រឹមត្រូវ
ហើយ ID នេះគឺលេខ5អញ្ចឹងអ្វីៗគឺត្រូវអស់ហើយអត់មានខុសទេអញ្ចឹងចំណុចបន្ទាប់គឺឥឡូវខ្ញុំបាន ID ហើយអញ្ចឹងអ្វីខ្ញុំធ្វើការធ្វើបន្តទៀតគឺខ្ញុំឈប់ដោយសារនេះយើងត្រូវការ return ទាំងអស់ដល់ user response ដែល user response គឺវាទទួលយកនៅ user identity អញ្ចឹងកាលនេះគឺខ្ញុំអត់មានទៅឈឺក្បាលច្រើនទេណាខ្ញុំអត់មានទៅឈឺក្បាលច្រើនទេគឺខ្ញុំអាចនឹងធ្វើការ inject តទៅនឹង user repository ហ្មងទៅ final user repository អូខេអញ្ចឹងខ្ញុំដាក់ថា found ឈប់ user identity found own info ស្មើនឹង day.user repository find one available ហើយខ្ញុំដាក់ ID ចូលមក get ID អូខេអូអានេះវាមាន L ទៀត OF true new ខ្ញុំដាក់ bad request ហ្មងទៅថ្ងៃនេះដើម្បីបញ្ជាក់តើតើនឹង error ដាក់ថា invalid credential ហ្មងទៅឬក៏ invalid invalid credential អូខេហើយបន្តមកកន្លែងនេះគឺយើងធ្វើការប្រើប្រាស់នៅ user response ជាស្រ័យ to response គឺ found នេះតែម្ដងអូខេប៉ុណ្ណឹងដើរអត់ដែរបងប្អូនណោះអត់មានបាក់ទេនិយាយលេងទេធ្វើអីក៏ពិបាកដែរតែបើយើងធ្វើឲ្យយកជ័យគឺវាងាយស្រួលណាអូខេអញ្ចឹងខ្ញុំធ្វើការដាក់នេះប៉ក់ចេញមកឃើញទេ ID លេខ5 created ad username email avatar អូខេតាក់ទងនេះខុសនេះ response ក្នុង switcher របស់យើងអត់ត្រូវទេហើយបើសិនខ្ញុំដាក់អីផ្សេងអត់ត្រូវ token អញ្ចឹងកុកលេខ2អញ្ចឹងណាអញ្ចឹងវាបែបអញ្ចឹងតែបើសិនជាត្រូវគឺវានឹងត្រូវវានឹងចេញបែបអញ្ចឹងអូខេហើយខ្ញុំគិតថាវាអូខេសម្រាប់ប៉ុណ្ណឹងក៏ប៉ុណ្ណឹងនេះអត់ត្រូវទាញមកទាំងអស់នេះឃើញអត់តែខ្ញុំបោះមកទាំងអស់ហ្មងខ្ញុំបោះមកទាំងអស់បាត់ហើយនេះអានេះបងប្អូនអាចធ្វើការឆ្នៃបន្ថែមទៀតបានណាបើសិនជាចង់ឆ្នៃមានថាបើសិនជាចង់ឆ្នៃចង់ផល response មានថាផល response នឹងដដែលប៉ុន្តែបដូរជា parameter អញ្ចឹងណាព្រោះនេះខ្ញុំប្រើ2 3កន្លែងមកហើយអញ្ចឹងខ្ញុំអត់ចង់បដូរអីញ៉ៃឲ្យច្រើនពេកអញ្ចឹងខ្ញុំមានតែដាក់តែអញ្ចឹងសិនទៅអូខេហ្នឹងហើយអញ្ចឹងជាថ្មីម្ដងទៀតគឺក្នុង backend old info នេះគឺខ្ញុំធ្វើការ get តទៅនឹង authentication ចេញពី authentication ចេញពី security contact holder បន្ទាប់មកយើងធ្វើការបានពីក្នុងហ្នឹងហើយគឺយើងអាចទាញតទៅនឹង user detail អញ្ចឹងយើងអាចធ្វើការ casting ទៅជា user detail របស់យើងហើយបន្ទាប់មកបើសិនជាអីអូខេគឺយើងធ្វើការទាញ user មួយហ្នឹងដែលយើងប្រើប្រាស់នៅ user repository find one available អញ្ចឹងបើធ្វើការទាញ ID បានសម្រាប់ហើយបើសិនជាអត់មានបញ្ហាអីទេអញ្ចឹងក៏វាអត់ស្រួលដូចគ្នាអញ្ចឹងវាចូលលក្ខខណ្ឌចុងក្រោយគឺធ្វើការ return response ទៅវិញតែបើសិនជាមានបញ្ហាគឺចេញ error គឺ invalid credential អូខេអញ្ចឹងតកតងនឹងនេះគឺហើយមួយវិញទៀតគឺខ្ញុំធ្វើការបង្កើតតកតងនឹងអានេះខ្ញុំបដូរពី API doc success response ទៅជានេះវិញអូខេហើយនេះខ្ញុំដូរតែនេះបានហើយ user response ប៉ុណ្ណឹងចប់អូខេវីដេអូយើង24នាទីណាមិនយូរក៏មិនវែងក៏មិនខ្លីពេកដែរប៉ុណ្ណឹងចឹងខ្ញុំធ្វើការ refresh បន្តិចចឹងយើងនឹងឃើញ response យើងគឺត្រឹមត្រូវតាក់ទង switcher អូខេអញ្ចឹងក្នុងវីដេអូនេះគឺយើងមានប៉ុណ្ណឹងសម្រាប់វីដេអូនេះ
បងប្អូនមានចម្ងល់កន្លែងណាក៏អាចធ្វើការសាកសួរបន្ថែមបានហើយខ្ញុំមានប៉ុណ្្នឹងដូចគ្នាចឹងឆ្ងល់សួរបានណាអូខេបាយបាយទាំងអស់គ្នាណាបាយបាយបងប្អូនទាំងអស់គ្នាជម្រាបលារាត្រីសួស្តីបាយបាយ